ការពីដើមមកដែលដឹងថាខ្លួនឯង20មេសាគឺការចំថ្ងៃដែល hit ធ្លាក់កើតស្វាគមន៍មកកាន់ channel ថ្មីមួយទៀតរបស់ខ្ញុំគឺ MCP ហូហែចែករំលែកអារម្មណ៍បទពិសោធន៍និងចំណេះដឹងស្ដាប់ MCP ហូហែនៅវគ្គនេះខ្ញុំនឹងលើកយកប្រធានបទមួយទៀតអំពីខ្លួនខ្ញុំហើយខ្ញុំសូមនិយាយតាមរបៀបដែលចេញពីចិត្តសប្បាយៗតែ5នាទីទេអូខេអញ្ចឹងនៅវគ្គនេះខ្ញុំនឹងបន្តទៀតថាខ្លួនខ្ញុំគឺជានរណាគេអញ្ចឹងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថាវគ្គមុនខ្ញុំបាននិយាយអំពីឈ្មោះរបស់ខ្លួនឯងប៉ុន្តែនៅក្នុងវគ្គមួយនេះគឺខ្ញុំរៀបរាប់បន្តិចថាខ្ញុំកើតនៅឆ្នាំណាថ្ងៃទីម៉ានទៅហើយមានអត្ថន័យគេខ្លះនៅក្រោយហ្នឹងខ្ញុំគិតថាហ្នឹងព័ត៌មានផ្ទាល់ខ្លួនទេអ្នកទាំងអស់គ្នាអ្នកខ្លះចង់ដឹងអ្នកខ្លះមិនចង់ដឹងអញ្ចឹងទៅប៉ុន្តែខ្ញុំតែងតែមានរឿងរ៉ាវពិសេសនៅខាងក្រោយខ្នងខ្លួនឯងហើយខ្ញុំគិតថាខ្ញុំចង់ចែកម្លែកឲ្យអ្នកទាំងអស់គ្នាមែនតើខ្ញុំគឺកើតនៅថ្ងៃទី20មេសាឆ្នាំ1992 20មេសានេះគឺវាចៃដន្យដែរកាលពីដើមមកដែលដឹងថាខ្លួនឯង20មេសាគឺកើតចំថ្ងៃដែល hit ធ្លាក់កើតបើរាប់ទៅខ្លួនឯងស្ថិតនៅក្នុងតារានិក Taurus ដូចអ្នកទាំងអស់គ្នាបានដឹងចឹងអ្នកខ្លះដែលចូលចិត្តខាងតារានិកអាចដឹងថា Taurus ជាមនុស្សប្រភេទអីហើយខ្ញុំប្រហែលជាអត់សូវ detail ច្រើនទេប៉ុន្តែមែនតើដឹងថាខ្លួនឯងមានចំណង់ចំណូលចិត្តច្រើនទៅលើវិស័យសិល្បៈចូលចិត្តជាមួយនឹងការប្រើប្រាស់វោហារសាស្ត្រអីចឹងទៅហើយខ្ញុំគិតថាតារានិករបស់ខ្ញុំដែលដូចជាមួយនឹង Hitler ហ្នឹងពេលខ្លះរៀងខូចចិត្តតិចតួចដែរប៉ុន្តែពេលខ្លះយើងទៅគិតមកវិញថាមិនធំតែមាន Hitler ណាគឺមានតាំងពី Mark Zuckerberg មានតាំងពីសម្ដេចនរោត្តមសីហមុនីបាទក៏គាត់ជាតារានិក Taurus ដែរមានតាំងពី Queen Elizabeth ក៏គាត់ជាតារានិក Taurus ដែរអញ្ចឹងទាំងអស់ហ្នឹងគឺជាចំណុចពិសេសផងចំណុចខ្សោយផងពេលខ្លះដែលយើងដឹងពីខ្លួនយើងអញ្ចឹងណាក៏ប៉ុន្តែខ្ញុំគិតថាមនុស្សម្នាក់មានការយល់ដឹងខុសៗគ្នាពីខ្លួនឯងហើយពេលខ្លះតារានិកក៏វាមិនអាចបញ្ជាក់ថាខ្លួនយើងជានរណាពិតប្រាកដដែរគឺដូចដែលខ្ញុំមិននឹងធ្លាប់បាននិយាយនៅទេប៉ុន្តែដូចខ្ញុំអាចនិយាយម្ដងទៀតបានថាតារានិកគឺវាជាបុគ្គលិកលក្ខណៈដែលចងក្រងដោយវិទ្យាសាស្ត្រដែលយើងអាចជឿតែ40% 30-40% ទៅបានហើយប្រហែលភាគរយទៀតគឺវាអាស្រ័យទៅលើការប្រែប្រួលនៃមជ្ឈដ្ឋានដែលតារានិកមួយនឹងក៏រស់នៅអញ្ចឹងទៅអញ្ចឹងសម្រាប់ខ្ញុំគ្រាន់តែដឹងថាខ្លួនឯងកើតមកជាមនុស្សដែលចូលចិត្តឆ្ងល់ច្រើនហើយដូចថាពេលខ្លះបើនិយាយពីរឿងស្នេហាវិញជួបរឿងស្នេហាបែកបាក់ខូចចិត្តច្រើនប៉ុន្តែបើនិយាយពីស្រឡាញ់វិញថាស្រឡាញ់អ្នកណាគេគឺស្រឡាញ់អ្នកហ្នឹងហើយអាហ្នឹងគឺជាអ្វីដែលដឹងពីខ្លួនឯងហើយនិយាយទៅប្រវត្តិស្នេហាខ្ញុំគឺអត់ដែលក្បត់អ្នកណាគេទេគឺតែងតែស្មោះជាមួយគេអាហ្នឹងនិយាយពីខ្លួនឯងតិចចុះព្រោះហ្នឹងភាគច្រើន Taurus ដែលប្រហែលជាគេបានដឹងហើយអ្នកដែល Taurus ដូចគ្នាអាច comment នៅខាងក្រោមមកអញ្ចឹងខ្ញុំជាសិស្សនៃសាលាសធរមុខហើយខ្ញុំរៀនតាំងពីថ្នាក់ទី1ហ្មងរហូតទៅដល់ថ្នាក់ទី12ហើយចេញចប់មហាវិទ្យាល័យចូលមហាវិទ្យាល័យគឺខ្ញុំរៀននៅស៊ីតិចខ្ញុំរៀនមិនសូវជាមានមហាវិទ្យាល័យច្រើនទេមែនតើទៅខ្លួនឯងរៀនចប់គឺមានបំណងប្រាថ្នាមួយចង់ខ្លាចទៅជា cartooner អ្នកដែលគូគំនូរជីវចលអីចឹងទៅក៏ប៉ុន្តែវាអត់ប៉ាកែគូសោះហើយសួរខ្លួនឯងដែរភ័យដែរថាចប់ទី12ធ្វើអីណាហើយចុងក្រោយទៅក៏សម្រេចចិត្តចូលរៀននៅស៊ីតិចផ្នែក interior design ឬក៏រចនាផ្នែកខាងក្នុងប៉ុន្តែពេលរៀនអាហ្នឹងខ្លួនឯងដាក់គោលដៅថាចង់ទៅធ្វើ cartooner បានទៅលួចសួរសាលាដែរកាលហ្នឹងប៉ាក៏ថាទៅសួរសាលាលោមើលទៅបាយពេញចិត្តចឹងក៏ទៅសួរសាលា Lim Kok Wing ហើយកាលហ្នឹង Lim Kok Wing ថ្លៃដែរចិត្តចូល 2-3,000 ដែរអញ្ចឹងបានតែត្រឹមសួរហើយត្រឡប់មកវិញគឺចូលរៀន interior design ទៅហើយប៉ាក៏នៅតែចំអន់ដល់រាល់ថ្ងៃគាត់ថាចេះចូលរៀន interior design នៅ CITIC ហ្នឹងដែលសារតែគេ promotion ទូរស័ព្ទអ្នកទាំងអស់គ្នាដែលនៅចាំអ្នកដែលធ្លាប់រៀននៅ CITIC ឆ្នាំ2008 2009ហ្នឹងគឺដឹងហើយថាជំនាន់ហ្នឹងគឺគេមាន promotion ទូរស័ព្ទឯណា free ឲ្យអញ្ចឹងទៅតែពិតវាមិនមែនរឿងហ្នឹងទេដែលសារតែខ្ញុំគិតថាអញ្ចេះទេគឺទី1គឺខ្ញុំដូចថាមានប៉ាជាវិស្វករម៉ាក់ជាអ្នករកស៊ីហើយខ្លួនឯងចង់ធ្វើដូចប៉ាណាប៉ុន្តែខ្លួនឯងអត់ប៉ាកែកណិតទេប៉ាកែណាអសរសាស្ត្រអសរសិល្ប៍អីចឹងទៅហ្នឹងហើយប៉ុន្តែដល់ទៅពេលយើងចង់រៀនផ្នែកហ្នឹងរៀនអត់កើតយើងគិតថារៀនអាណាស្រាលជាងនឹងតិចទៅគឺ interior design នេះឯងអញ្ចឹងបានជាខ្ញុំជ្រើសរើសយក interior design ហើយហេតុអីក៏ខ្ញុំយក interior design ហ្នឹងក៏មានរឿងរ៉ាវខ្មៅងឹតដែរនៅឆ្នាំ2009របស់ខ្ញុំបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងចាំ comment មកគឺខ្ញុំនឹងរៀបរាប់ប៉ុន្តែរឿងហ្នឹងវាពាក់ព័ន្ធមួយគ្រួសារខ្ញុំបន្តិចវារៀងវិបត្តិបន្តិចនៅឆ្នាំ2009ហ្នឹងខូចចិត្តមែនទែនដែលធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុហើយខ្ញុំអត់អាចទៅរៀនអ្វីដែលជា
ក្តីបំណងប្រាថ្នារបស់ខ្ញុំប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅឆ្នាំ2009ដដែលពេលដែលខ្ញុំចូលទៅរៀនសាកលវិទ្យាល័យហ្នឹងខ្ញុំឆ្លៀតដាក់ពាក្យចូលធ្វើការនៅទូទូបាយ័នដែលជាកន្លែងដែលខ្ញុំចង់ធ្វើគឺកាលហ្នឹងសំណាងដែរគឺដាក់ពាក្យនៅបាយ័នតាមរយៈសមាគមអ្នកនិពន្ធខ្មែរហើយដាក់ទៅមាន10នាក់គេយកទាំង10នាក់ហ្មងហើយខ្ញុំកាលហ្នឹងគឺខ្ញុំនៅក្នុងចំណោម10នាក់ហ្នឹងចូលរួមក្នុងកម្មវិធីមួយហើយកម្មវិធីហ្នឹងអត់ទាន់មានឈ្មោះទេគាត់តែដឹងថាកម្មវិធីហ្នឹងសហការជាមួយនឹងបាយ័នជាមួយ Medphone ប៉ុន្តែពេលហ្នឹងគឺគាត់ឲ្យពួកយើង brainstorming គេហៅថារនឹកថាឈ្មោះហ្នឹងដាក់អីគេជាចុងក្រោយទៅគឺឈ្មោះហ្នឹងគេរកឃើញគឺដាក់ឈ្មោះថាកម្មវិធីនេះមិនមែនជាសបិនអញ្ចឹងខ្ញុំមានសំណាងមែនទែនដែលបានខ្លាចទៅជាអ្នកកាត់តដំបូងគេបំផុតនៃកម្មវិធីនេះមិនមែនជាសបិនដែលដំណើរការរហូតដល់រយៈពេល10ឆ្នាំជាងបើនិយាយទៅមកដល់រាល់ថ្ងៃនេះខ្ញុំអត់ច្បាស់ហើយប្រហែលជាគេឈប់បាត់ហើយព្រោះឆ្នាំ2025ហើយព្រោះមែនតើទៅគឺ10ឆ្នាំជាងដែលខ្ញុំបានធ្វើការនៅបាយ័នហើយមិន10ឆ្នាំជាងខ្ញុំធ្វើការនៅបាយ័នខ្ញុំធ្វើការនៅបាយ័នតែ2ឆ្នាំទេប៉ុន្តែ10ឆ្នាំជាងដែលកម្មវិធីនេះមិនមែនជាសបិនបានដំណើរការហើយកម្មវិធីនេះមិនមែនជាសបិនជាកម្មវិធីល្អមែនតើពីព្រោះជាកម្មវិធីមួយដែលរងសាច់ញាតិបាត់នៅសម័យសង្គ្រាមនិងក្រោយសង្គ្រាមហើយខ្ញុំគឺជាដើរតួធ្វើជាអ្នកកាត់តវីដេអូផងជាអ្នកដែលជួយបញ្ចូលសំឡេងផងជាអ្នកដែលជួយកាន់ slide ផងនៅពេលកម្មវិធី talk show អញ្ចឹងខ្ញុំគិតថា5នាទីនេះវាចង់លើសឲ្យចូល6នាទីឯងឃើញខ្ញុំមានរឿងរាវច្រើនណាស់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមទៀតកុំភ្លេច subscribe channel ថ្មីរបស់ខ្ញុំនេះហើយយើងនៅជួបគ្នានៅវគ្គក្រោយដែលប្រធានបទដំបូងរបស់ខ្ញុំនេះនិយាយពីខ្លួនឯងអញ្ចឹងជួបគ្នានៅ5នាទីក្រោយទៀតអរគុណច្រើន